ស្ដីទៅកាន់បងប្អូនអ្នកសិក្សាទាំងអស់គ្នាបាទដែលនិយមសិក្សាភាសាអង់គ្លេសណាបាទអញ្ចឹងថ្ងៃនេះគ្រូចង់បង្ហាញពីការប្រើប្រាស់រវាង Sam ហើយនិង Any អញ្ចឹងបងប្អូនអ្នកសិក្សាទាំងអស់គ្នាប្រកាសជាធ្លាប់ជួបឬក៏ធ្លាប់បានឃើញហើយនៅ Sam និង Any បាទអញ្ចឹងពេលខ្លះបងប្អូនគាត់នៅច្រឡំការប្រើប្រាស់រវាង Sam និង Any អញ្ចឹង Sam បើយើងបកថាមួយចំនួនឬក៏ខ្លះអញ្ចឹង Any ក៏ថាមួយចំនួនដែរតែអញ្ចឹងកុំឲ្យខាតពេលវេលាយូរមកតាមដានការបង្ហាញពីគ្រូទាំងអស់គ្នាបាទអូខេអញ្ចឹងSam អញ្ចឹង Sam គ្រូដាក់ថា affirmative អញ្ចឹងមានថា Sam គឺយើងប្រើវាបានតែប្រយោគស្របទេ affirmative បើយើងនិយាយថាទម្រង់positive បាទទម្រង់ស្របបាទហើយចំណែក any គឺ negative ហើយនឹង question អញ្ចឹង any គឺយើងប្រើបានតែជាមួយប្រយោគបដិសេធហើយនឹងប្រយោគសំណួរតែប៉ុណ្ណោះតាកុំឲ្យខាតពេលវេលាយូរមកតាមដានការពន្យល់របស់លោកគ្រូទាំងអស់គ្នាបាទបាទអញ្ចឹងយើងមើលSam និង any នេះគឺយើងប្រើវាបានជាមួយ uncountable nouns និង plural nouns អញ្ចឹង plural noun នេះបើយើងនិយាយឲ្យយល់ហើយយើងអាចនិយាយបានថា plural countable nouns ក៏បានដែរមានថានាមពហុវចនៈដែលអាចរាប់បានអូខេអញ្ចឹងទាំង uncount ទាំង plural noun គឺយើងប្រើបានទាំង Sam និង any ប៉ុន្តែវាខុសគ្នាត្រង់ថាaffirmative គឺយើងប្រើ Sam ចំណែក negative និង question គឺយើងប្រើ any តាអញ្ចឹងយើងមើលឧទាហរណ៍ទាំងអស់គ្នាបាទឧទាហរណ៍ទី1ថា I have some money ខ្ញុំមានលុយតិចតួចឬក៏ខ្ញុំមានលុយបន្តិចបន្តួចឯកន្លែងហ្នឹងគេខ្ញុំមានលុយតិចតួចអត់ច្រើនទេគេ I have some money គេយើងឃើញ money អញ្ចឹង money គឺជាគេ money គឺជា uncount noun ឬក៏យើងហៅថា singular noun អញ្ចឹងកាលណា money ដែលអត់ n ហ្នឹងគឺយើងអាចប្រើ Sam បានហើយប៉ុន្តែអានេះគឺជាទម្រង់ស្របអូខេស្របតាអញ្ចឹងតមកតួទៀតអូខេ I have some friends ឃើញទេខ្ញុំមានមិត្តភ័ក្តិមួយចំនួនអូខេតមកទៀតបាទអញ្ចឹងដល់វា any តា any ជាមួយឧទាហរណ៍ I don't have any អូខេតមកទៀត I don't have any friends អូខេអញ្ចឹងយើងដឹងហើយថា Sam នឹងany នេះគឺយើងប្រើបានទាំងពីរទាំង singular nouns ទាំងplural uncount nouns អញ្ចឹងទៅបាទអញ្ចឹងយើងមើលទៅយើងមើល money អញ្ចឹង money ជា uncount friends គឺជា plural noun គេចំណែក any ក៏ប្រើបានដូចគ្នាប៉ុន្តែ any គឺយើងប្រើបានជាមួយប្រយោគបដិសេធហើយនឹងសំណួរអញ្ចឹងយើងមើល I don't have any money អញ្ចឹងយើងអាចនិយាយថា I don't have some money បានទេដោយសារអីដោយសារតែ Sam គឺយើងប្រើបានតែប្រយោគស្របនោះឬទេគេតមកទៀត I don't have any friends គេខ្ញុំមិនមានមិត្តភ័ក្តិទេប៉ុន្តែនៅក្នុងកន្លែង any នេះវិចារបញ្ជាក់ any នៅក្នុងប្រយោគបដិសេធគឺយើងមិនបាច់បកប្រែនោះទេដោយសារអីកាលណាបកប្រែទៅវាឆ្កងបាទអញ្ចឹងវាឆ្កងថាខ្ញុំមិនមានលុយតិចតួចវាពិបាកយល់អញ្ចឹងបើយើងនិយាយថាឲ្យស្រួលយល់មក I don't have money ហ្នឹងមានន័យថាខ្ញុំមិនមានលុយនោះទេតមក I don't have any friends បើយើងថាខ្ញុំមិនមានមិត្តភ័ក្តិមួយចំនួនវាឆ្កងអញ្ចឹងយើងអាចនិយាយថា I don't have any friends មានថាខ្ញុំមិនមានមិត្តភ័ក្តិនោះទេអញ្ចឹងប៉ុណ្ណឹងមកអូខេតមកដល់វា question ម្ដងបាទអញ្ចឹងមើល question have you got any money តើអ្នកមានលុយដែរឬទេឬក៏តើអ្នកមានលុយដែរឬទេអូខេ any គេបើសិនយើងដាក់ថា have you got some money no អូខេគេដាក់ទៅទៀត have you got any friends អូខេ do you have any pens អូខេអញ្ចឹងយើងមើលកន្លែង money និង friends អូខេអញ្ចឹងនេះជា singular noun នេះជា plurals friends pen ក៏ជា plurals ដែរទេតមកដល់វាបន្តទៀតនេះគេមួយទៀតឧទាហរណ៍ទៀត do you have any coins for the bus អូខេជា any បាទអូខេតមកដល់វា Sam ក៏យើងអាចប្រើនៅក្នុងប្រយោគសំណួរបានដែរករណីចាយើងមើល offer និង request អញ្ចឹង offer មានន័យថាការផ្ដល់ឲ្យ request មានន័យថា
ស្នើសុំអញ្ចឹងករណីឲ្យតែមានសំណួរយើងស្នើសុំឬក៏យើងចង់ផ្ដល់ឲ្យនរណាម្នាក់គឺយើងអាចប្រើសាមបានក្នុងការសួរអូខេតែអញ្ចឹងឧទាហរណ៍អូខេ would you like some beer តើអ្នកចង់នឹងបើថា would you like some beer តើអ្នកត្រូវការ beer ដែរឬទេអញ្ចឹងវាថា would you like អញ្ចឹងមានថាការផ្ដល់ឲ្យមិនឬក៏យើងចង់ឲ្យគេសួរតើអ្នកចង់អីចឹងហ្នឹងគេចង់ beer អត់ទេតបមក can I have some water please តើខ្ញុំអាចសុំទឹកបានទេអូខេអញ្ចឹងcan I have some water please នេះមានថាគឺវាចូលទៅក្នុង request ហើយអញ្ចឹង some យើងអាចប្រើយកសំណួរបានអាចសួរបានទៀតតមកទៀត can you pass me some sugar please តើអ្នកអាចហុចអំបិលឲ្យខ្ញុំបន្តិចបានទេអូខេឃើញអូខេអញ្ចឹងយើងឃើញ30ឯ30មកកានេះ30អូខេ30ហើយនឹង30អូខេអញ្ចឹងយើងអាចប្រើបានអូខេតមកទៀតdo you want some cookies តើអ្នកត្រូវការ cookie ដែរទេអូខេតមកទៀតអញ្ចឹងគ្រូគ្រាន់តែចង់ប្រាប់ថាបើសិនយើងចង់ប្រើសំណួរសាមយើងមិនម៉ាច់អីច្រើនយើងមើលតែពាក្យ would can could ប៉ុណ្ណឹងក៏បានដែរឲ្យតែ would can could ក៏យើងអាចប្រើសាមបានដែរអូខេតមកយើង do you want អូខេ do you want some cookies តើអ្នកចង់ cookie ឬក៏តើអ្នកត្រូវការ cookie ដែរទេអូខេអញ្ចឹងហ្នឹងវាចូលកន្លែង offer ហើយ offer គឺថាការផ្ដល់ឲ្យអូខេអញ្ចឹងឧទាហរណ៍បន្តទៀត do you want some milk តើអ្នកត្រូវការទឹកដោះគោដែរឬទេអូខេតមក exercise តាអញ្ចឹង exercise ទី1 I have ចុចជាងគួរដាក់អីអូខេ comment ខាងក្រោមទាំងអស់គ្នាទី2 I don't have friends I don't have ចុច friends ទី3 I have ចុច soda អូខេបាទអញ្ចឹងមានតែប៉ុណ្ណេះទេហើយសង្ឃឹមថាបងប្អូនអ្នកសិក្សាទាំងអស់គ្នានឹងយល់បានជាមុនបាទហើយសម្រាប់ការបង្ហាញរបស់ខ្ញុំនេះវាជាលើកទី1ហើយសង្ឃឹមថាអ្នកសិក្សាទាំងអស់គ្នានឹងយល់បានខ្លះហើយបើប្រសិនបើមិនទាន់យល់ច្បាស់អាចឆាតមកផ្ទាល់បានទៅនឹងបញ្យល់បន្ថែមបាទសូមអរគុណ